នេះបានចូលរួមអបអរសាទរសម្រាប់ការចេញដំណើររបស់សហព័ន្ធយានយន្តកម្ពុជាចេញពីវិមានឈ្នះឈ្នះទៅទីភ្នំពេញយើងហ្នឹងទៅកាន់ស្តុបឈ្នះឈ្នះនៅកោះកុងដោយដឹកនាំដោយបងអាដាមធាសយ៉ាមសមាជិកគណៈកម្មការអន្តរក្រសួងហើយកម្មវិធីនឹងដែរគឺរៀបចំដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅស្តុបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅខេត្តកោះកុងអញ្ចឹងឃើញមានឡានទំនើបហើយនឹងអ្នកចូលរួមអបអរសាទរច្រើនសួស្តីព្រឹកនេះយើងក្តៅបន្តិចយើងព្រោះឥឡូវម៉ោង9ហើយបាទគឺតាមកំណត់យើងគឺម៉ោង6ចាប់ផ្ដើមចេញបាទអញ្ចឹងគឺខ្ញុំសូមនិយាយខ្លីៗទេគឺថ្ងៃនេះគឺជាថ្ងៃមួយដែលយើងរៀបជាធួនឡានឬក៏យើងហៅថា road trip ទៅកាន់ខេត្តសូមស្វាគមន៍បងប្អូនយើងទាំងអស់គ្នាសួស្តីព្រឹកនេះយើងក្តៅបន្តិចយើងព្រោះឥឡូវម៉ោង9ហើយបាទគឺតាមកំណត់យើងគឺម៉ោង9ចាប់ផ្ដើមចេញបាទអញ្ចឹងគឺខ្ញុំសូមនិយាយខ្លីៗទេគឺថ្ងៃនេះគឺជាថ្ងៃមួយដែលយើងរៀបជាធួនឡានឬក៏យើងហៅថា road trip ទៅកាន់ខេត្តកោះកុងដោយចេញពីវិមានឈ្នះឈ្នះភ្នំពេញចេញទៅកាន់ស្តុបនយោបាយឈ្នះឈ្នះនៅកោះកុងតែម្ដងក្នុងកម្មវិធីនេះមានដែរគឺគោលដៅរបស់យើងគឺទៅចង់ផ្សព្វផ្សាយនយោបាយផ្សេងៗហើយនឹងក៏ផ្សព្វផ្សាយតំបន់ទេសចរទៅខេត្តកោះកុងដូចជាទេសចរនៅស្រុកយើងដែរហើយក៏ក្នុងនេះដែរក៏ជាវប្បធម៌យានយន្តមួយដែលយើងកំពុងជំរុញទៅខាងមុខក្នុងនេះក្នុងនាមខ្ញុំជាអនុប្រធានសហព័ន្ធកីឡាយានយន្តក៏បានរៀបចំជាមួយក្រុមការងារទាំងអស់រៀបចំជាក្បួនចេញទៅយើងនឹងធ្វើរៀបចំបើកបរតាមគោរពហើយបងប្អូនយើងទាំងអស់គ្នាគោរពតាមច្បាប់ចរាចរណ៍បាទអត់មានអីច្រើនទេគឺយើងកំសាន្តឲ្យជួយផ្សព្វផ្សាយតំបន់ទេសចរទៅតាមដងផ្លូវជាតិយើងបច្ចុប្បន្នថ្ងៃនេះអ្វីដែលផ្លែកហើយឃ
ខាងព្រំឡានយើងមិនធ្លាប់មានគឺទេសភាពនៅតាមដងផ្លូវតែ8តែត្រឹមហើយថ្មីនេះយើងនឹងទៅផ្ដិតយករូបថតវីដេអូខ្លះដែលជានិមិត្តរូបហើយជាសម្រាប់ដែលស្រស់ស្អាតនៅតំបន់ខេត្តកោះកុងតែម្ដងហើយសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យធ្វើដំណើរដោយសុវត្ថិភាពជោគជ័យហើយរីករាយในការធ្វើដំណើរនៅទ្រីបនេះបាទសូមអរគុណ បាទសូមថ្លែងអរគុណដល់អនុសាសន៍របស់អាយដាមប្រធានបាទឥឡូវនេះបាទបន្ទាប់ពីអាយដាមបានមានប្រសាសន៍អញ្ចឹងយើងទៅកាន់រថយន្តរបស់យើងនឹងត្រៀមក្បួនបាទ